ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសដោយប្រើប្រាស់មុខងាររបស់ FMIS និងអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងជាផ្លូវការនៅការដ្ឋានបន្ថែមនៅថ្ងៃទី10ខែមេសាឆ្នាំ2025នៅសន្តាគារ Sofitel ភ្នំពេញ Phukitra អាយដាមអគ្គមនិតសភាចាអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីប្រកាសដោយប្រើប្រាស់មុខងាររបស់ FMIS និងអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងជាផ្លូវការនៅការដ្ឋានបន្ថែមក្នុងពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលជាតំណាងក្រសួងស្ថាប័ននិងតំណាងដៃគូអភិវឌ្ឍន៍សរុបប្រមាណ400រូបនៅក្នុងពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រកាសជាផ្លូវការទី1ដោយប្រើប្រាស់ FMIS នៅគ្រឹះស្ថានសាធារណរដ្ឋបាលចំនួន5រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្មសាកលវិទ្យាល័យបាត់ដំបងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងត្រៀមអនុវត្តនីតិវិធីចំណាយនិងចលនាអនុទានថវិកាចរន្តតាម FMIS ទាំងស្រុងនៅត្រីមាសទី2ឆ្នាំ2025ដំណើរគ្នាជាមួយគ្រឹះស្ថានសាធារណរដ្ឋបាលចំនួន4ដែលបានប្រើប្រាស់ FMIS កាលពីឆ្នាំ2023ទី2ដោយប្រើប្រាស់ FMIS នៅអង្គភាពថវិកាណបផ្ទេសិទ្ធពេញលេញបន្ថែមថ្មីចំនួន44នៃក្រសួងស្ថាប័នចំនួន10ផ្សារភ្ជាប់ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងរួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងអប់រំយុវជននិងកីឡាក្រសួងយុទ្ធភ័ពក្រសួងរាយនិងធម្មពលក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្រសួងធម្មការនិងសាសនាក្រសួងមុខងារសាធារណៈក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍អាជ្ញាធរសវនកម្មជាតិនិងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាទី3ដោយប្រើប្រាស់មុខងាររៀបចំផែនការថវិកានៅក្រសួងស្ថាប័នចំនួន14ព្រមទាំងអង្គភាពថវិកាណបផ្ទេសិទ្ធពេញលេញរួមមានក្រសួងព្រះបរមរាជវាំងទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងមហាផ្ទៃក្រសួងអធិការកិច្ចក្រសួងសុខាភិបាលក្រសួងរាយនិងធម្មពលក្រសួងផែនការក្រសួងអប់រំយុវជននិងកីឡាក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងធម្មការនិងសាសនាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រសួងមុខងារសាធារណៈនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ទី4ដោយអនុវត្តនីតិវិធីចំណាយនិងចលនាអនុទានថវិកាចរន្តតាម FMIS ទាំងស្រុងនៅក្រសួងស្ថាប័នចំនួន8ព្រមទាំងអង្គភាពថវិកាណបផ្ទេសិទ្ធពេញលេញរួមមានក្រសួងព្រះបរមរាជវាំងក្រមប្រឹក្សាធម្មនុញ្ញក្រសួងផែនការក្រសួងអប់រំយុវជននិងកីឡាក្រសួងសាធារណការនិងដឹកជញ្ជូនអង្គភាពប្រឆាំងអំពើពុករលួយក្រសួងមុខងារសាធារណៈនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ទី5ដោយអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងបរិស្ថានព្រមទាំងអង្គភាពថវិកាណបផ្ទេសិទ្ធពេញលេញទី6ដោយអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសតាម FMIS នៅក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍជនបទនិងទី7ដោយអនុវត្តគម្រោងរៀបចំនិងអភិវឌ្ឍមុខងារលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិកឬ AGP នៅក្នុង FMIS ថ្លែងនៅក្នុងពិធីខាងលើនេះឯកឧត្តមអគ្គមនិតសភាចាអូនពាន់មនីរតបានមានប្រសាសន៍ថាបច្ចុប្បន្នFMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបាននឹងកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុនិងជំរុញដល់ការធ្វើវិមជ្ឈការនៃការគ្រប់គ្រងនិងអនុវត្តថវិកាជូនដល់អង្គភាពថវិកាផ្ទាល់តាមរយៈការពង្រីកការដោយអនុវត្ត FMIS ទៅដល់អង្គភាពថវិកាណបផ្ទេសិទ្ធពេញលេញនិងរដ្ឋបាលថ្នាក់ក្រោមជាតិដែលផ្សារភ្ជាប់ជាមួយនឹងការដោយអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងជាជំហានដើម្បីមានលទ្ធភាពគ្រប់គ្រងចាត់ចែងនិងទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់តាមរយៈការអនុវត្តនីតិវិធីទូទាត់កាន់តែងាយស្រួលរហ័សតាមបែប Digital និងសម្រួលដល់ការផ្ដល់សេវាសាធារណៈរបស់អង្គភាពជំនាញនីមួយៗឲ្យបានកាន់តែមានគុណភាពនិងទាន់ពេលវេលាឯកឧត្តមអគ្គមនិតសភាចាឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាជាយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកំពុងដើរឈានទៅដល់របបថ្មីជាបណ្ដាដោយត្រូវចាប់ផ្ដើមរៀបចំនិងអភិវឌ្ឍមុខងារលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលហៅកាត់ថា AGP ដើម្បីជួយជំរុញឲ្យការទាញប្រយោជន៍ពី FMIS បានកាន់តែច្រើនថែមទៀតដែលធានាបាននៅការអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រកបដោយតម្លាភាពគណនេយ្យភាពសុចរិតភាពភាពប្រកួតប្រជែង
ភាពយុត្តិធម៌ប្រសិទ្ធភាពសក្តិសិទ្ធិភាពចីរភាពគុណភាពភាពសន្សំសំចៃនិងភាពទាន់ពេលវេលានៃការអនុវត្តផែនការលទ្ធកម្មការអនុវត្តលទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រនៃការកែតម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ2019-2025 និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជាឆ្នាំ2021-2035 ជ្រិតក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសុភាចារ្យហ៊ានសាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគូរំលេចនិងរាយការណ៍ដោយសង្ខេបជូនអង្គពិធីអំពីវឌ្ឍនភាពនិងសមិទ្ធផលគន្លឹះដែលសម្រេចបានតាមផែនការគ្រោងទុកគួរឲ្យស្ងើចសរសើរដែលឆ្លុះបញ្ចាំងតាមរយៈការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនៅក្នុងការអនុវត្តគម្រោង FMIS នៅឆ្នាំ2024និងនៅក្នុងត្រីមាសទី1ឆ្នាំ2025នេះផងដែរគួរបញ្ជាក់ថាចាប់តាំងពីការអនុវត្តជំហានទី1រហូតមកដល់បច្ចុប្បន្ននេះការដ្ឋានដែលកំពុងប្រើប្រាស់ FMS រាប់ចំនួន300ការដ្ឋានមុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន8មុខងារសន្តានកម្មជាមួយនឹងប្រព័ន្ធខាងក្រៅមានចំនួន16ប្រព័ន្ធរបាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន66របាយការណ៍និងអ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន3662រូបដោយឡែកសម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMS Portal ចំនួនទី1មានចំនួន1870ការដ្ឋាននិងអ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន3372រូប